មានខ្ញុំសូមឲ្យអាដាមបង្ហាញអំពីនីតិវិធីពីព្រោះថាដំណាក់កាលនៃការចុះបញ្ជីដីធ្លីមិនមែនជារឿងស្រួលហើយក៏មានបែងចែកទៅតាមដំណាក់កាលនីមួយៗថាតើការចុះបញ្ជីនៅកម្ពុជាចុះបញ្ជីដីធ្លីត្រូវប្រើប្រាស់ប៉ុន្មានដំណាក់កាលហើយនៅក្នុងដំណាក់កាលនីមួយៗប្រជាពលរដ្ឋអាជ្ញាធរដែនដីមន្ត្រីជំនាញត្រូវចូលរួមសហការយ៉ាងដូចម្តេចខ្លះបាទសូមអរគុណនៅក្នុងការរៀបចំចុះបញ្ជីដីដំបូងនេះអ្វីដែលយើងចង់បានជាងគេគឺភាពសុក្រិតហើយនឹងការជៀសវាងនៅវិវាទបាទពីព្រោះយើងចុះបញ្ជីដីចេញបានទាំងមានវិវាទវាអត់ចប់ដដែលទេពីព្រោះប្រជាពលរដ្ឋដែលគាត់ប៉ះពាល់សិទ្ធិរបស់គាត់លោកនឹងទៅប្តឹងផ្ដាល់បន្តទៅតុលាការហើយបាទអញ្ចឹងយើងអត់អាចចុះទាំងអញ្ចឹងទេអញ្ចឹងហើយបានជាយើងរៀបចំនីតិវិធីដែលត្រូវមានការចូលរួមនីតិវិធីនឹងសំខាន់ជាងគេគឺការចូលរួមរបស់ប្រជាពលរដ្ឋចា៎បាទទី2គឺត្រូវតែមានតម្លាភាពបើអត់មានតម្លាភាពទេលទ្ធផលចេញមកគឺប្រកាសជាមានការប្តឹងផ្ដាល់ដដែលជាដដែលយើងចុះបញ្ជីដើម្បីឲ្យលុបបាត់វិវាទតែបើយើងចុះមិនស្រួលវិវាទកើតឡើងវិវាទក្រោយតាមក្រោយដែរចា៎អញ្ចឹងការចូលរួមរបស់ប្រជាពលរដ្ឋនេះសំខាន់បើគាត់អត់ព្រមទេយើងចុះឲ្យអត់កើតទេបាទអញ្ចឹងមិនជាហៀងព្រមតែមិនជាហៀងទៀតអត់ព្រមព្រោះដីនៅជាប់គ្នាណាយើងចុះឲ្យអត់កើតបាទព្រោះចុះឲ្យនេះទៅនេះប្តឹងអញ្ចឹងបើចុះបញ្ជីដីចេញបានដើម្បីរុញប្រជាពលរដ្ឋទៅតុលាការដដែលមិនបាច់ចុះទេទុកនៅនឹងសិនបាទទុកឲ្យគាត់ទៅតុលាការតែមកទៅចុងចឹងហើយបានយើងក៏មាននៅក្នុងដំណើរការរៀបចំចុះបញ្ជីហ្នឹងក៏មាននីតិវិធីសម្របសម្រួលនិងដោះស្រាយទៅទន្ទឹមវិវាទបាទនៅក្នុងដំណាក់កាលហ្នឹងបាទនៅក្នុងដំណាក់កាលហ្នឹងអញ្ចឹងយើងរៀបចំចេះយើងរៀបចំជា5ដំណាក់កាល5ដំណាក់កាលបាទហើយដំណាក់កាលទាំងអស់ហ្នឹងគឺមានតួអង្គ3ចូលរួមដោយកញ្ញាតាបានលើកមិញអញ្ចឹងគឺសំខាន់នេះគឺប្រជាពលរដ្ឋបាទអ្នកបន្ទាប់គឺមន្ត្រីបច្ចេកទេសសុយដីយើងនេះបាទក្រមអាវ៉ាតក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ហើយបន្ទាប់ទៅចុងក្រោយគេគឺអាជ្ញាធរដែលជាមេបានៅទីនោះបាទតាំងពីមេឃុំចៅសង្កាត់តាំងពីអាជ្ញាធរក្រុងស្រុកខណ្ឌរហូតដល់អាជ្ញាធររាជធានីខេត្តបាទដំណាក់កាលទី1គឺជាដំណាក់កាលរៀបចំបាទរៀបចំនេះគឺអាជ្ញាធរខេត្តជាអ្នកនិយាយទៅថាចាប់ផ្ដើមចុចប៊ូតុងមុនគេបាទគាត់ត្រូវកំណត់ថាយើងចាប់ផ្ដើមចុះវាស់វិញនឹងចេញបាននៅតាណានឹងភាសាបច្ចេកទេសយើងខ្ញុំនេះប្រើពាក្យថាកំណត់តំបន់វិនិច្ឆ័យបាទដល់ពេលយើងចុះរាល់ឆ្នាំទៅយូរទៅប្រជាពលរដ្ឋស្គាល់ពាក្យថាស្អីគេក៏តំបន់វិនិច្ឆ័យបាទតំបន់វិនិច្ឆ័យនេះគឺអាជ្ញាធរខេត្តជាអ្នកសម្រេចថាធ្វើនៅតាណាហើយគាត់ត្រូវជូនដំណឹងជាសាធារណៈដើម្បីរៀបចំគណៈកម្មការរដ្ឋបាលមួយទៅគ្រប់គ្រងតំបន់ហ្នឹងហើយដឹកនាំដំណើរការនៃការចុះបញ្ជីហ្នឹងនៅដំណាក់កាលទី2ទី3ទី4ទី5រហូតដល់ចប់អញ្ចឹងគាត់ត្រូវចេញដំណើរមុនគេអាជ្ញាធរខេត្តជាអ្នកដឹកនាំការងារហ្នឹងគឺរាជរដ្ឋាភិបាលបកគលតួនាទីហ្នឹងទៅឲ្យអាជ្ញាធរខេត្តដើម្បីដឹកនាំនឹងកំណត់ការងារនេះតំបន់វិនិច្ឆ័យធ្វើម្ដងយ៉ាងហោចមួយភូមិបាទហើយបើយើងធ្វើកើត2ភូមិ3ភូមិ4ភូមិ5ភូមិឬក៏មួយឃុំតាណាគ្នាក៏បានដែរចាឲ្យតែយើងមានកម្លាំងឲ្យតែយើងមានកម្លាំងហើយឲ្យតែប្រជាពលរដ្ឋនឹងចូលរួមបានសំខាន់បើយើងប្រកាសទៅស្រាប់តែអញ្ជើញប្រជាពលរដ្ឋមកជំរាបគាត់ស្រាប់តែអ្នកមកប្រជុំបានតែ20%ដំណើរការវាអត់ទៅមុខកើតទេចាបាទយើងចេញបានវាអត់កើតទេគាត់ម្ចាស់ដែលចូលរួមផងបាទយើងការចូលរួមវាសំខាន់ចាអញ្ចឹងយើងប្រកាសតំបន់វិនិច្ឆ័យធ្វើម៉េចធានាថាប្រជាពលរដ្ឋនៅទីនោះមានការចូលរួមច្រើនដើម្បីជៀសវាងវិវាទនឹងឯងពេលបង្កើតគណៈកម្មការរដ្ឋបាលហើយគណៈកម្មការរដ្ឋបាលធម្មតាមានសមាជិកភាពចម្រុះហើយសំខាន់ជាងគេគឺមានតំណាងគណៈអភិបាលរាជធានីខេត្តជាអ្នកដឹកនាំបាទហើយមានជំនាញនៅក្នុងនោះហើយមន្ទីរសរដីជា
ជាសមាជិកអចិន្ត្រៃយ៍ហើយទទួលការងារបច្ចេកទេសហើយមានអភិបាលស្រុកមានទាំងចាស់ព្រឹទ្ធាចារ្យអីនៅជាសមាជិកនៅនោះហើយចូលដល់ដំណាក់កាលទី2គឺការងារបច្ចេកទេសគេហៅការងារប្រតិបត្តិការបច្ចេកទេសនេះមាន2វគ្គទៀតបាទវគ្គទី1គេហៅការងារវាលវគ្គទី2គេហៅការងារកាយអាឡ័យការងារវាលវាគ្មានអីក្រៅតែពីចុះវាលចុះទៅតាមចការទៅតាមតំបន់ព្រៃណាដែលគាត់អាំងដីគាត់ចុះវាលធ្វើការ3យ៉ាងចាដល់ទី1ចុះកំណត់ព្រំទី2ចុះវាស់វែងទី3ចុះវិនិច្ឆ័យចាបាទកាយអាឡ័យទាំង3ហ្នឹងចាគឺមានមន្ត្រីជំនាញ3ប្រភេទបាទគឺមានមន្ត្រីកំណត់ព្រំមន្ត្រីវាស់វែងហើយមន្ត្រីវិនិច្ឆ័យមន្ត្រីកំណត់ព្រំនេះធ្វើការជាមួយប្រជាទាំង3ប្រភេទហ្នឹងគឺធ្វើការជាមួយប្រជាពលរដ្ឋរហូតពេលហ្នឹងដែលខ្ញុំថាប្រជាពលរដ្ឋត្រូវចូលរួមបាទត្រូវទៅដល់ដីមួយគ្នាចឹងអល់មួយគ្នាប្រាប់កន្លែងណាដីគាត់ព្រមគាត់អីចឹងទៅចាបាទបើគាត់អាចចូលរួមទេមន្ត្រីយើងមិនដឹងធ្វើការមួយពីណាទេអត់ដឹងដីរបស់អ្នកណាប្រាប់ថាដីខ្ញុំមួយណាជាមួយអីចាចឹងហើយបើមួយភូមិមាន1000ក្បាលដីណាចាហើយស្រាប់ប្រជាពលរដ្ឋមកតែ500នាក់ហ្នឹងក៏ពិបាកនឹងចូលបញ្ជីដែរបាទក៏ពិបាកចូលបញ្ជីដែរហ្នឹងហើយជាបញ្ហាប្រឈមរបស់ប្រព័ន្ធនិយាយការចូលបញ្ជីជាប្រព័ន្ធធម្មតាកាលណាយើងចង់ទៅលឿនទៅម្នាក់ឯងកាលណាយើងទៅច្រើននេះហើយវាត្រូវទៅយឺតដោយសារអញ្ចឹងទីងដៃទីងជើងម្នាក់រវល់ម្នាក់រវល់ម្នាក់ថាម្នាក់រវល់ម្នាក់ឈឺម្នាក់អត់ស្រួលខ្លួនអញ្ចឹងវាពិបាកអញ្ចឹងហើយបានជាក្នុងនីតិវិធីយើងតម្រូវឲ្យអាជ្ញាធរជូនដំណឹងឲ្យបានមុនគាត់ដឹងបាទជាទូទៅគេជូនដំណឹងឲ្យបានមុនមួយអាទិត្យឯនោះបាទមួយអាទិត្យតាំងពីការប្រកាសដំបូងក៏ត្រូវជូនដំណឹងឲ្យប្រជាពលរដ្ឋដែរបាទហើយការប្រជុំផ្សព្វផ្សាយដំបូងក៏ត្រូវមានប្រជាពលរដ្ឋចូលរួមដែរមិនមកដល់ចាំដល់មន្ត្រីចុះទៅដើរប្រាប់តាមផ្ទះទៅចុះវងអត់ទេត្រូវប្រជុំមុនទៀតចាដោយវេទិកាសាធារណៈបាទដោយវេទិកាសាធារណៈដែរអញ្ចឹងការចុះកំណត់ព្រំការចុះវាស់វែងហើយនឹងការធ្វើតំបន់ការវិនិច្ឆ័យនេះគឺមន្ត្រីជំនាញចុះធ្វើផ្ទាល់ចាបាទកំណត់ព្រំមានតែទៅចង្អុលនិយាយសាមញ្ញបាទទៅចង្អុលទាំងសងខាងហើយធម្មតាទាំងសងខាងត្រូវចំណាំផ្ដិតមេដៃគូសអ្នកវាស់គេមានម៉ាស៊ីនវាស់ឲ្យដឹងថាជើងម៉ែត្រអញ្ចឹងណាជើងម៉ែត្រព្រំបន្ទល់ហើយគេគិតកន្លែងណាដែលត្រូវថយដោយសារមានដីចំណីអីចឹងដីចំណីថ្នល់អីចឹងបាទត្រូវថយអីចឹងទៅឬក៏ដល់ពេលវិនិច្ឆ័យគឺគេយកឯកសារគេយកស្លាកស្នាមគេយកទឹកតាងអីទាំងអស់ដើម្បីជាការអះអាងទៅលើអ្វីដែលគាត់ថាហ្នឹងតាំងពីឯកសារអត្តសញ្ញាណតាំងពីឯកសារដែលបញ្ជាក់ថាយើងជាអ្នកកាន់កាប់ស្របច្បាប់នៅទីនោះត្រូវយល់អំពីប្រវត្តិនៃប្រវត្តិស្រុកទេសយើងដែលឈានទៅដល់ការរៀបចំការគ្រប់ប្រព័ន្ធគ្រប់គ្រងដីធ្លីឡើងវិញចា៎វាអត់ដូចគេទេបាទស្រុកយើងនេះពី79មកដល់89ដីទាំងអស់ជាដីរបស់រដ្ឋបាទហើយពី89ដល់93យើងឲ្យរដ្ឋយើងប្រគល់ទៅឯកជនតែដីលំនៅឋានទេនិយាយឲ្យសាមញ្ញគឺឲ្យតែដីនៅឋាននិយាយឲ្យស្រួលយល់គ្នាណាហើយដីក្រៅពីហ្នឹងគឺនៅដីរដ្ឋទាំងអស់ចាតែគាត់ធ្វើបានអាស្រ័យផលជាក់ស្ដែងនៅតាមជាក់ស្ដែងបានតែដីស្រែទេចាបានតែដីស្រែដែលបានប្រគល់ឲ្យធ្វើកសិកម្មក្រមសាមគ្គីពីមុនហ៎អានោះក៏ទៅតែដីរដ្ឋដែរចន្លោះពី89ដល់93ណាច្បាប់យើងគឺអញ្ចឹងព្រោះយើងអត់ឲ្យវឹបទៅទេហេតុអីព្រោះបើឲ្យវឹបទៅរដ្ឋបាលសូដីសម័យនោះពុំមានលទ្ធភាពចុះទៅធ្វើបានឲ្យគ្រប់គ្រងតាន់ពេលទេប្រកាសជាតើមួយគ្នាប្រកាសជាវល់ពេញតែហ្នឹងហើយចាអញ្ចឹងបានច្រើនជាងមនុស្សឈ្នះអញ្ចឹងខ្ញុំជាក្មេងចំនួនក្រោយគឺកោតសរសើរថ្នាក់ដឹកនាំសម័យនោះលោកប្រុងប្រយ័ត្នណាបាទលោកប្រុងប្រយ័ត្នណាចាអញ្ចឹងហើយបានជាការផ្ទេរដីមកជូនឯកជនវិញមកជូនប្រជាពលរដ្ឋវិញគឺធ្វើជាដំណាក់ដោយប្រុងប្រយ័ត្ន
ព្រោះដើម្បីជៀសវាងអាហ្នឹង ជីវៀនវិវាទ បាទហើយនៅពេលសេដ្ឋកិច្ចទីផ្សារមកដល់ដីឡើងថ្លៃគឺប្រកាសជាកើតរឿងបាទប៉ុន្តែយើងសោកស្ដាយដោយសាររដ្ឋបាលសូដីយើងកសាងពីទៅទេមកតែម្ដងបាទយើងរៀនបដើយើងធ្វើបដើបាទឥឡូវខ្ញុំចូលដល់ដំណាក់កាលទី3បាទដល់ដំណាក់កាលទី3នេះគឺដំណាក់កាលបិទផ្សាយអូសំទោសការនេះការ license នៅពេលដែលយើងប្រមូលបាទនៅពេលដែលយើងប្រមូលទិន្នន័យមកហើយយើងរុញវាចូលក្នុងកុំព្យូទ័រអញ្ចឹងមានមន្ត្រីជំនាញទៅអង្គុយគូក្បាលដីអង្គុយម្ដងមួយគប់ក្បាលដីរាប់លានក្បាលដីពី1ទៅបាទតាមភូមិរៀងខ្លួនអញ្ចឹងទៅបាទព្រោះក្បាលដីហ្នឹងវាត្រូវចេញទៅមួយភូមិទៅលើផែនទីរួមមួយយើងហៅផែនទីសូរ្យដីឬក៏ផែនទីក្បាលដីហ្នឹងហើយគេដាក់លេខក្បាលដីអាលេខក្បាលដីហ្នឹងគឺជាលេខដែលនឹងចេញនៅលើលេខប័ណ្ណមានទិន្នន័យនៅក្នុងក្រសួងដែលគ្រប់គ្រងច្បាស់លាស់ដែលគ្រប់គ្រងសម្ងាយហ្នឹងបាទហើយរូបក្បាលដីមួយហ្នឹងនឹងចេញនៅលើរូបប័ណ្ណចេញនៅលើប័ណ្ណប្លង់រឹងដែលបងប្អូននិយាយថាប្លង់រឹងហៅប្លង់រឹងហ្នឹងបាទបើមិនចឹងទេគាត់អត់ស្គាល់រៀងដីរបស់គាត់ទេបាទប្រឆិតមិនអត់ស្គាល់ទេអញ្ចឹងត្រូវមានអាហ្នឹងគឺកាត់យកមកពីផែនទីសូរដីរួមយកមកដាក់មកប្លង់គេមានអាដីជុំវិញរៀងមិនអីមិនអាដីគាត់នៅកណ្ដាលគេបាទគេធ្វើអញ្ចឹងដល់ពេលអញ្ចឹងឲ្យបានជាមន្ត្រីយើងកាយការឡៃនេះត្រូវអង្គុយសងំអង្គុយគូម្ដងមកក្បាលដីម្ដងក្បាលដីហើយយកទៅទាំងអស់ហើយយកទៅផែនទីយកទៅបិទផ្សាយជាមួយនឹងបញ្ជីឈ្មោះក្បាលដីមានឈ្មោះម្ចាស់អនាគតម្ចាស់ណាចាហើយនឹងទំហំមានព័ត៌មានច្រើននៅហ្នឹងឆ្វេងស្ដាំលេខកាតជើងត្បូងជាប់ព្រំខាងណាអីខ្លះគឺមានមកចប់ហើយយកទៅបិទផ្សាយជាសាធារណៈបាទអញ្ចឹងអាការងារការឡៃចប់គឺយកទៅបិទផ្សាយនេះត្រូវជំរាបជូនប្រជាជនមុនមិននិយាយទៅបិទស្ងាត់ទេត្រូវជំរាបជូនមុនមួយអាទិត្យយ៉ាងហោចហើយបានយកទៅបិទត្រូវមានប្រជុំទៀតត្រូវមានប្រជុំប្រាប់មុនទៀតហើយបានចាប់ផ្ដើមបិទនេះ15ថ្ងៃពីមុនយើងថាមួយខែនោះកាលមុននោះយើងពិបាកតាក់ទងចាតាមពីដំបូងណាឥឡូវវាធូរហើយយើងឥឡូវជូនដំណឹងតាម Facebook តាម Telegram តាមគ្រប់រឿងទៅចាអញ្ចឹងហើយយើងថាដើម្បីពន្លឿនជូនប្រជាពលរដ្ឋយើងថាតែ15ថ្ងៃបានហើយយើងយកទៅបិទកន្លែងណាបិទកន្លែងសាធារណៈទីសាធារណៈមានវត្តអារាមសាលារៀនសាលាឃុំផ្សារកន្លែងណាដែលប្រជាពលរដ្ឋគាត់ចេញចូលស្រួលបាទចេញចូលស្រួលទៅមើលគ្នាជុំទៅបិទឲ្យបាន15ថ្ងៃយ៉ាងហោចអញ្ចឹងប្រជាពលរដ្ឋលោកមានពេលឆ្លៀតទៅមើលក្បាលដីគាត់ទៅប្រវែងបដោយទៅនឹងបាទទៅមើលព័ត៌មានគាត់ទទួលយកបានគាត់សប្បាយចិត្តអូខេគាត់រងចាំបន្តសំខាន់ជាងគេឆែកឈ្មោះឆែកអីចឹងណាបាទពេលខ្លះចេញមកឈ្មោះខុសបាទចេញមកឈ្មោះខុសគាត់អត់សប្បាយចិត្តដែរបាទបើសិនជាគាត់អត់សប្បាយចិត្តបាទខុសទំហំខុសឈ្មោះខុសអីដែលយើងគិតថាគាត់ដឹងអញ្ចឹងគាត់ត្រូវតវ៉ានៅក្នុងចន្លោះ15ថ្ងៃបាទនៅក្នុងពេលហ្នឹងចុះបើសិនជា15ថ្ងៃហ្នឹងគាត់ត្រូវតវ៉ាត្រូវងាកទៅនីតិវិធីដើមទី2វិញឬគាត់រត់ទៅរកគណៈកម្មការរដ្ឋបាលហ្នឹងជូនដំណឹងទៅគេចាឲ្យគេឆែកមើលតើខុសខាងហ្នឹងវារើកន្លែងណាបាទវារើមិនវាមកពីកុំព្យូទ័រវាបាត់ឯកសារឬក៏អីចឹងឬក៏ពេលខ្លះបាត់ឈ្មោះពីក្នុងបញ្ជីក៏មានដែរបាទព្រោះវារាប់លានក្បាលដីចង់មិនចង់វាត្រូវតែមានការ error ឬក៏មានការខ្វះចន្លោះណាមួយវារយៈថាហេតុបាទរយៈថាហេតុអញ្ចឹងប៉ុន្តែនីតិវិធីដោះស្រាយគឺមានទាំងអស់បាទមានទាំងអស់ដល់ពេលយើងយកទៅជូនគណៈកម្មការរដ្ឋបាលត្រូវប្រជុំដោះស្រាយសម្របសម្រួលថារឿងនឹងវាមិនអញ្ចឹងណាដល់ពេលគណៈកម្មការដោះស្រាយហើយបើសិនជាត្រឹមត្រូវវិញហើយព្រមព្រៀងវិញហើយដំណើរការទៅមុខទៅចាចូលដំណាក់កាលទី4បាទដំណាក់កាលបន្ទាប់ទៅប៉ុន្តែបើមិនក្បាលដីគាត់ហ្នឹងបើថាដោះស្រាយមិនចាញ់ទេត្រូវឡើងមកលើបាទបើដំណាក់កាលគាត់ហ្នឹងត្រូវឡើងមកមួយថ្នាក់ទៀតមកឡើងមកគណៈកម្មការសូរដីថ្នាក់ជាតិអីចឹងទៅចាក្នុងពេលបិទផ្សាយនេះនៅពេលដែលចប់ហើយគណៈកម្មការរដ្ឋបាលគាត់ត្រូវរៀបចំឯកសារអីសម្អាតហើយគាត់ត្រូវមានរបាយការណ៍មួយឡើងមកខេត្តបាទឡើងមករដ្ឋបាលខេត្តបាទរដ្ឋបាលខេត្តនេះដើម្បីចូលដល់ដំណាក់កាលទី4បាទដំណាក់កាលទី4នេះយើងហៅថាដំណាក់កាលការសម្រេចលើឯកសារ
វិនិច្ឆ័យ ពេលនោះតើការចូលរួមពីពលរដ្ឋទេឬក៏បញ្ចប់តាមហ្នឹងហើយគឺគាត់រៀបរាប់គឺមកដល់ជំនាញហ្មងបច្ចេកទេសតែម្ដង ចូលមកដល់អាជ្ញាធរហើយពេលនោះគឺសេនាធិការគឺខាងបច្ចេកទេសក្រោមការដឹកនាំរបស់គណៈកម្មការរដ្ឋបាលរៀបចំរបាយការណ៍មួយវិច្ចខ្ចប់ណាយើងហៅថាវិច្ចខ្ចប់ហើយយកមកជូនគណៈអភិបាលដើម្បីសម្រេចនេះជាការសម្រេចចាសម្រេចនេះគឺលោកឆៃឡើងវិញទាំងអស់ក្បាលដីមានបញ្ហាប៉ុន្មានអត់បញ្ហាប៉ុន្មានអីនោះតើឲ្យចេញបានឬក៏មិនបានបាទចេញបានប៉ុណ្ណាអីប៉ុណ្ណាត្រូវដឹងថាយើងមិនអាចសង្ឃឹមថាក្នុងមួយភូមិឬក៏តំបន់វិនិច្ឆ័យមួយដែល1 4 5ភូមិយើងសង្ឃឹមថាក្បាលដីទាំងអស់នឹងត្រូវចេញតាគ្នាឬក៏ក្បាលដីទាំងអស់ត្រូវតែអត់មានវិវាទទាំងអស់បានទេបាទត្រូវតែសម្រេចចិត្តថាក្នុងចំណោមហ្នឹងមាន 4 10ក្បាលដីដែលអត់មានអ្នកចូលរួមយើងហៅថាក្បាលដីអត់ទិន្នន័យដោយសារលោករវល់ចាបាទជួនកាលម្ចាស់ដីគាត់នៅក្រៅប្រទេសអញ្ចឹងទៅចាគាត់រវល់ទៅណាព្រោះដំណើរការហ្នឹងទោះជាមួយខែពីខែក៏លោកអត់បានមកអត់បានជួយមកអញ្ចឹងទៅអញ្ចឹងហើយមានតែអ្នកមានកូនចៅដែលអត់មានសិទ្ធិធ្វើអញ្ចឹងគាត់គេម្លងគាត់ដែរអ្នកផ្សេងទៀតគេទៅយើងមិនអាចចាំគាត់ទាំងអស់គ្នាទេអ្នកវិវាទក៏អញ្ចឹងដែរវិវាទបើគាត់វិវាទតែប៉ុណ្្នឹងម្នាក់ពីរគេសុខចិត្តទុកឲ្យគាត់នៅហ្នឹងទៅចែកគ្នាសិនទៅចែកគ្នាសិនហើយគេទៅសិនគេច្រើនគេទៅសិនតែហ្នឹងដែលអាជ្ញាធរត្រូវសម្រេចចុះបើវិវាទប៉ុណ្ណឹងទៅចុះបើវិវាទឡើងមកច្រើនបន្តិចចុះវិវាទកាន់តែច្រើនបន្តិចទៀតតើត្រឹមប៉ុណ្ណាដែលគាត់សម្រេចឲ្យចេញបាននៅក្នុងតំបន់ហ្នឹងតែហ្នឹងគឺជាអំណាចដែលរដ្ឋាភិបាលបកគលជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្តបាទគាត់ត្រូវអាកាត់ទៅហ្នឹងបើគាត់ចង់លឿនសឹងថាក្បាលដីដែលគ្មានបញ្ហាគឺចាញ់ចាបាទឲ្យក្បាលដីនៅសល់ទោះជាច្រើនប៉ុណ្ណាក៏ដោយទុកដល់ស្អែកក្រោយចាប៉ុន្តែត្រូវគិតអំពីផលប៉ះពាល់នៃការចេញបានអាលបាត់លបាយនៅក្នុងតំបន់វិនិច្ឆ័យមួយហ្នឹងតើវាយ៉ាងណាបាទអញ្ចឹងលបឿនទៅលឿនឬក៏មិនលឿនវាអាស្រ័យទៅលើបញ្ហាដែលកើតឡើងនៅអំឡុងពេលនៃការអនុវត្តនីតិវិធីអញ្ចឹងបងប្អូនមួយចំនួនលោកយល់ថាខ្ញុំទទួលបានប្រកាន់ដៃ2ឆ្នាំ3ឆ្នាំហើយគាត់ថាអត់មានបញ្ហាអីសោះប៉ុន្តែតំបន់ហ្នឹងបិទផ្សាយអីចឹងប៉ុន្តែនៅតែអត់ចេញបានចាបាទពីព្រោះលោកអត់ដឹងថាដីនៅជុំវិញនៅក្នុងភូមិនោះវាមានរឿងច្រើនដោះស្រាយអត់ចេញហើយខេត្តនេះកំពុងតែដោះស្រាយច្រើនកន្លែងអញ្ចឹងពេលខ្លះក៏វាជាកំហុសរបស់បងប្អូនដែលជាអ្នកអនុវត្តនីតិវិធីដែរអត់បានជូនដំណឹងបាទដល់ពេលជូនដំណឹងទៅលោកដឹងហើយថាអូភូមិយើងលេងគ្រាន់មានបញ្ហាលេងអស់ពាក់កណ្ដាលបាត់ហើយអញ្ចឹងវាអាសេមកសាមវាចោះពេញហ្នឹងអាហ្នឹងដែលត្រូវគេហៅថាទំនាក់ទំនងសាធារណៈត្រូវតែជូនដំណឹងទៅប្រជាពលរដ្ឋតែអញ្ចឹងគ្នានៅចាំហ្នឹងបាទចាំហើយឆ្ងល់មិនបានយើងនៅយូរម៉េចអញ្ចឹងបើយើងធ្វើការសម្រេចបានលឿនបាននឹងចេញលឿនក្រសួងក៏ចេញបានបាទចូលដំណាក់កាលទី5គឺការចុះហត្ថលេខាលើកបានចាអញ្ចឹងបើសិនជាអភិបាលនៃគណៈអភិបាលរាជធានីខេត្តលោកសម្រេចហើយលោកត្រូវបញ្ជូនឯកសារហ្នឹងមកមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុយដីរាជធានីខេត្តប្រធានមន្ទីរនឹងចុះហត្ថលេខាលើកបានដែលគេបោះពុំហើយទៅតាមប្លង់សុយដីហ្នឹងនេះគឺតែ5នីតិវិធីរាប់ចាប់តាំងពីដំបូងចា5ដំណាក់កាលដែលចុះបញ្ជីទំហំតបានឬក៏គេហៅថាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឬក៏បងប្អូនប្រជាពលរដ្ឋថាប្លង់រឹងគាត់គិតថារឹងមួមហើយគាត់បានប៉ុណ្ណឹងគាត់លេងខ្វល់ខ្វាយគេលេងលក់ទៀតដែរ